ធ្លាប់លើមេតាហ្វ័រពីពងមាន់ទៅ It goes like this ពងមាន់ដែលបែកហើយយើងអាចធ្វើឲ្យវាអត់បែកបានទេអ្វីដែលកើតឡើងហើយក៏វាកើតឡើងហើយដែរគ្មានពាក្យថាវិលត្រឡប់ទៅវិញមុនពេលដែលអ្នកទាំងគ្នាដួលមុនពេលដែលអ្នកបង្កើតកំហុសឬក៏ the version of yourself that didn't know any better ក៏ប៉ុន្តែពងមាន់ដែលផេះមិនមែនមានន័យថាវាអត់ប្រយោជន៍ណាវាគ្រាន់តែមានន័យថា you have to cook សប្ងៃ we treat mistake like it's the end of everything លើពីនេះថានៅពេលដែលអ្នកធ្វើឲ្យវាបែកគឺចប់បរិបូរហ្មងតែនៅពេលដែលវាបែកមិនមែនមានន័យថាវា useless ណាវាគ្រាន់តែមានន័យថាអ្នកមានជំរឿនអ្នកអាចយកអាសាច់ពងមាន់ហ្នឹងយកមកដាក់ចូលសម្បកហ្នឹងបានវិញតែអ្នកអាចធ្វើអីម្យ៉ាងចេញពីសាច់ពងមាន់ហ្នឹងក្នុងការងារហើយនិងជីវិតក៏ដូចគ្នាដែរនៅពេលដែលអ្នក mess up that's human ប៉ុន្តែឥឡូវអ្នកនរគ្នាទទួលបាននៅ material ហ្នឹងអ្នកអាច turn it into awareness into wisdom ជាពិសេសគឺ into better choices តម្លៃរបស់អ្នកមិនមែនចេញពីការប្រេះស្រាំហ្នឹងទេ but you define by what you make next អញ្ចឹងជប់សម្លឹងមើលអាកំហុសរបស់អ្នកនរគ្នាទៅ and start cooking alright love